วิธีดอสามัญមួយក្នុងការរំដោះចេញពីការគិតច្រើនគឺការកំណត់ដឹងថាការគិតមិនមែនជាការពិតនោះទេទុកកង្វល់របស់យើងភាគច្រើនចាប់ផ្ដើមដោយការឆ្លោះបញ្ចាំងរវាងការគិតថាជាការពិតគំនិតមួយចាប់ផ្ដើមក្នុងចិត្តរបស់យើងហើយបន្ទាប់មកយើងចាប់ផ្ដើមជឿលើវាដោយស្វ័យប្រវត្តិចាប់ផ្ដើមប្រតិកម្មហើយក៏បង្កើតជាអារម្មណ៍ជុំវិញគំនិតទាំងអស់នោះចិត្តរបស់យើងមានជំនាញណាស់ក្នុងការបង្កើតរឿងរ៉ាវដែលគួរឲ្យជឿជាក់ជាពិសេសរឿងដែលពោរពេញដោយការភ័យខ្លាចការសង្ស័យឬការសោកស្ដាយប៉ុន្តែគំនិតទាំងអស់នោះគ្រាន់តែជាព្រឹត្តិការណ៍ផ្លូវចិត្តមិនមានភស្តុតាងមិនមែនជាការពិតហើយក៏មិនអាចបញ្ជាក់ពីអ្វីដែលនឹងកើតឡើងបានដែរការងារចម្បងរបស់ខួរក្បាលមិនមែនធ្វើឲ្យយើងសប្បាយចិត្តនោះទេប៉ុន្តែដើម្បីរក្សាយើងឲ្យអាចរស់នៅបាននេះជាមូលហេតុដែលវាព្យាយាមស្កេនរកមើលការគំរាមកំហែងហានិភ័យនិងការស្មើសម័យពីស្ថានភាពអាក្រក់ផ្សេងៗយន្តការនៃការរស់រាននេះវាមានប្រយោជន៍នៅពេលដែលយើងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗប៉ុន្តែនៅក្នុងជីវិតសម័យទំនើបនេះវាមិនដំណើរការបែបនេះទេខួរក្បាលរបស់យើងយល់ច្រឡំឬសន្មត់ទៅលើភាពមិនច្បាស់លាស់នៃបញ្ហាក្នុងការគិតស្មើទៅនឹងគ្រោះថ្នាក់ដែលកើតឡើងជាក់ស្ដែងព្រោះវាបង្កឲ្យមានអារម្មណ៍ពិតប្រាកដនៅក្នុងរាងកាយប៉ុន្តែគ្រាន់តែជាអារម្មណ៍មិនមែនមានន័យថាវាជាការពិតនោះទេការគិតនឹងចាប់ផ្ដើមពង្រឹងខ្លួនរបស់វានៅពេលដែលយើងឆ្លោះជាមួយគំនិតរបស់យើងឬព្យាយាមបដិសេធវាទាំងអស់នេះគ្រាន់តែជាការរក្សាការយកចិត្តទុកដាក់របស់យើងឲ្យជាប់គាំងនៅក្នុងរង្វង់ផ្លូវចិត្តប៉ុណ្ណោះនៅក្នុងសៀវភៅ Stop Overthinking នេះអ្នកនិពន្ធបានផ្ដល់នូវវិធីសាស្ត្រដ៏សាមញ្ញមួយគឺបង្កើតចន្លោះមួយជំនួសឲ្យការជជែកវែកញែកនៅពេលដែលយើងកត់សម្គាល់ទៅលើការព្រួយបារម្ភជាងសួរថាតើវាត្រឹមត្រូវឬខុសយើងបានទទួលស្គាល់ថាវាគ្រាន់តែជាគំនិតមួយការផ្លាស់ប្ដូរដ៏សាមញ្ញនេះនឹងផ្លាស់ប្ដូរទំនាក់ទំនងរបស់យើងជាមួយនឹងការគិតហើយយើងនឹងលែងស្ថិតនៅក្នុងបញ្ហាហើយចាប់ផ្ដើមសង្កេតមើលវាពីខាងក្រៅគំនិតនេះនឹងបាត់បង់អំណាចនៅពេលដែលវាត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅពេលដែលយើងលែងចាត់ទុកគំនិតថាជាការពិតសេរីភាពនៃអារម្មណ៍នឹងចាប់ផ្ដើមកើតឡើងការភ័យខ្លាចនឹងចុះខ្សោយនៅពេលដែលយើងឈប់សន្មត់ថាគ្រោះមហន្តរាយនៃគំនិតគឺជាការពិតអារម្មណ៍នៃទណ្ឌកម្មនឹងធូរស្រាលនៅពេលដែលយើងឈប់រំលឹកអតីតកាលឡើងវិញការថប់បារម្ភនឹងរសាយបាត់នៅពេលដែលយើងឈប់ជឿថាអនាគតត្រូវតែអាចគ្រប់គ្រងយើងនឹងចាប់ផ្ដើមយល់ថាគំនិតជាច្រើនគឺគ្រាន់តែជាការព្យាយាមបកស្រាយវាមិនមែនជាការឆ្លោះបញ្ចាំងពីការពិតនោះទេពួកវាជាសម្លេងបន្តនៃការចងចាំនិងការស្មើសម័យវាមិនមែនជាការពិពណ៌នាដ៏ត្រឹមត្រូវអំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះទេការអនុវត្តនេះមិនមែនមានន័យថាមិនអើពើនឹងគំនិតឬធ្វើពុតជាវាមិនមាននោះទេវាមានន័យថាអនុញ្ញាតឲ្យវាកន្លងផុតទៅដោយគ្មានការតភ្ជាប់គំនិតអាចកើតឡើងហើយបាត់ទៅវិញដូចជាសម្លេងជួងយូរទៅចិត្តកាន់តែស្ងប់ស្ងាត់មិនមែនដោយសារតែវាមានគំនិតតិចជាងមុននោះទេប៉ុន្តែដោយសារតែគំនិតនៃការជឿតិចជាងមុនវាមានអារម្មណ៍មួយនៅក្នុងចន្លោះរវាងយើងនិងការសន្ទនាផ្នែកខាងក្នុងរបស់យើងហើយភាពច្បាស់លាស់នឹងលេចឡើងដោយធម្មជាតិនៅក្នុងចន្លោះនេះនៅពេលដែលយើងកំណត់ដឹងថាគំនិតដែលកើតឡើងមិនមែនជាការពិតទេនោះយើងនឹងទទួលបានអំណាចរបស់យើងមកវិញយើងលែងរស់នៅក្នុងភាពសពិចសពិលនៃគំនិតហើយចាប់ផ្ដើមជ្រើសរើសវត្តមាននៃបច្ចុប្បន្នជាងការស្មើសម័យនិងមានការយល់ដឹងជំនួសឲ្យការភ័យខ្លាចចិត្តនឹងនៅតែបន្តគិតវាជាធម្មជាតិរបស់ចិត្តប៉ុន្តែយើងលែងរស់នៅក្នុងគំនិតនីមួយៗដែលចិត្តបង្កើតឡើងទៀតហើយដោយយល់ពីរឿងនេះការគិតច្រើននឹងបាត់បង់ការគ្រប់គ្រងរបស់វាហើយសន្តិភាពនឹងអាចកើតឡើងបាន